ទីបំផុតវាក៏ត្រូវបានបុកទម្លាយចូលមកអ្នកនៅខាងក្រៅនោះក៏ដើរចូលមកខាងក្នុងខ្ញុំលួចមើលតាមចន្លោះទ្វារខោអាវហ្នឹងឃើញថាអ្នកដែលចូលមកនោះគឺជាអ្នកភូមិដែលខ្ញុំធ្លាប់បានជួបពីមុនសោះខ្ញុំខំទប់ដង្ហើមមិនហ៊ានបញ្ចេញសំឡេងសូម្បីតែបន្តិចគាត់នឹងហាមាត់យ៉ាងធំបង្ហាញធ្មេញស្រួចហើយដើរតម្រង់មករកទូខោអាវក្នុងចិត្តខ្ញុំគិតថាតើខ្ញុំនឹងគួរធ្វើតាមពិធីរបស់ព្រលឹងនោះដែរឬទេភ្លាមនោះនឹងដៃរបស់គាត់នឹងក៏ចាប់ទាញទ្វារទូខោអាវពេលនោះទើបខ្ញុំឃើញថាមាត់របស់គាត់នឹងបានហែកទៅដល់គល់ត្រចៀកដែលមើលទៅគួរឲ្យខ្លាចមែនទែនខ្ញុំបិទភ្នែកទ្រាំនឹងភាពភ័យខ្លាចហ្នឹងហើយក៏បានគប់ក្រឡនោះទៅលើគាត់ក្រឡនោះនឹងធ្លាក់ទៅលើដីបែកខ្ចាយឆ្អឹងដែលនៅខាងក្នុងក៏រមៀលចេញមកគាត់ក៏អោនចុះដើម្បីរើសវាខ្ញុំឆ្លៀតពេលនោះនឹងស្ទុះរត់ចេញទៅខាងក្រៅយ៉ាងលឿនខ្ញុំក៏សួរទៅព្រលឹងនោះថាតើមនុស្សម្នាក់អំបញ្ញមិញនេះគឺជាអ្វីនៅពេលខ្ញុំកំពុងតែរត់នឹងស្រាប់តែនៅក្បែរត្រចៀកខ្ញុំនឹងមានសំឡេងមួយបន្លឺឡើងហេតុអ្វីខ្ញុំត្រូវប្រាប់ឯងបើទោះជាខ្ញុំស្លាប់នឹងក៏ឯងនឹងមិនបានផលប្រយោជន៍អ្វីទៀតដែរសំឡេងនោះបន្តទៀតថានៅក្នុងព្រៃលៀបសក់នឹងមានពងខ្មោចនៅក្នុងនោះមនុស្សធម្មតានឹងដែលប្រាហើយនឹងស្គមបន្តិចម្ដងខ្លាយជាចំណីរបស់ដង្កូវខ្មោចនោះហើយទីបំផុតនឹងនៅសល់តែក្រងឆ្អឹងប៉ុណ្ណោះឬមួយក៏ដង្កូវខ្មោចនឹងដណ្ដើមយករាងកាយនឹងដូចជាមនុស្សអំបញ្ញមិញអញ្ចឹងខ្ញុំស្ងាត់មួយផ្លែតហើយក៏សួរបកទៅគាត់វិញបែបកំ pl ែងចោះមនុស្សដូចខ្ញុំវិញញ៉ាំអីក៏ឆ្ងាញ់ថែមទាំងធាត់ជាងមុន 2-3 គីឡូទៀតតែជាប្រភេទអ្វីវិញគាត់នឹងក៏ងឿងឆ្ងល់មួយសន្ទុះឯងនឹងជាមនុស្សសំណាងល្អហើយបើកាលពីស្អីគាត់ស្រាប់តែឈប់និយាយហើយបដូរពាក្យវិញឯងរងចាំមើលនៅពេលក្រោយទៅឥឡូវនេះនឹងគ្រាន់តែពងខ្មោចនឹងមិនទាន់ភ្ញាស់ចេញពីក្បាលឯងតែប៉ុណ្ណោះពាក្យដែលគាត់លើកឡើងថាកាលមុននឹងធ្វើឲ្យខ្ញុំស្រាប់តែនឹកឃើញដល់អ្វីមួយដែលអាសក់និយាយថាខ្ញុំនឹងគាត់មានកម្មផលនឹងគ្នាតើកម្មផលនោះជាអ្វីបើគាត់លាក់លៀមបែបនេះនឹងខ្ញុំប្រកាសជាសួរមិនចេញទេរលឹងនេះនឹងគាត់ដឹងការពិតមុនខ្ញុំមួយចំហៀនគាត់ដើរលើផ្លូវគ្រោះថ្នាក់មួយនេះច្បាស់ជាមានផ្លូវក្រោយដែលគាត់គិតទុកមុនជារួចហើយតិចផ្លូវក្រោយនេះជាខ្លួនប្រាណរបស់ខ្ញុំទេដឹងខ្ញុំគិតកាន់តែច្រើននឹងក៏កាន់តែមានអារម្មណ៍ថាវាដូចជាការពិតទៅរលឹងនេះនឹងមិនអាចចូលខ្លងខ្លួនខ្ញុំបានឥឡូវនេះទេព្រោះតែយន់ការពារខ្លួនដែលអាសក់ឲ្យមកខ្ញុំមានប្រសិទ្ធភាពនេះខ្ញុំទើបតែដើរបានពីជំហាននឹងស្រាប់តែឮសំឡេងជើងមនុស្សមកពីចម្ងាយខ្ញុំក៏ប្រញាប់លាក់ខ្លួនក្នុងគុម្ពោតក្បែរនោះអ្នកដែលមកនឹងគឺជាក្រុមអ្នកភូមិដែលជាខ្មោចឆៅនោះឯងឃើញពួកគេនឹងដើរឆ្ពោះមកកន្លែងដែលខ្ញុំលាក់ខ្លួនខ្ញុំក៏ក្នុងចិត្តណាស់តែសត្វខ្មោចសៀមនេះខ្ញុំនឹងក៏សម្រេចចិត្តរត់យ៉ាងលឿនរត់បានបន្តិចក៏ឃើញមានវិហារមួយកន្លែងដំបូងឡើយខ្ញុំមិនចង់ចូលទេប៉ុន្តែដោយសារតែពេលខ្ញុំចូលគៀកវិហារនោះនឹងពួកខ្មោចឆៅហាក់ដូចជាបន្ថយល្បឿនទៅដូច្នេះខ្ញុំក៏សម្រេចចិត្តចូលទៅខាងក្នុងពេលនោះស្រាប់តែឮសំឡេងអាសក់នៅក្បែរខ្ញុំឯងក៏មកទីនេះដែរអីខ្ញុំសួរគាត់ដោយប្រញាប់ឯងមិនអីទេឬគាត់នឹងក៏ក្រវីដៃធ្វើឲ្យខ្ញុំនេះដកដង្ហើមធូរស្រាលបានបន្តិចក្រោយមកនឹងមានរឿងអ្វីកើតឡើងទៅគាត់តបថាខ្ញុំនឹងពិសិដ្ឋនឹងបានទៅផ្ទះមេភូមិនោះខ្ញុំឃើញថាមេភូមិនឹងក៏ជាខ្មោចឆៅដែរហើយខ្ញុំក៏រត់ចេញមកចុះឯងរកវិធីដោះស្រាយពងខ្មោចនោះបានដែរឬទេគាត់ក្រវីដៃហើយសួរដោយទឹកមុខពិបាកចិត្តក្នុងអំឡុងពេលដែលខ្ញុំមិននៅឯងបានជួបរឿងចម្លែកអ្វីអត់ហេតុអ្វីខ្ញុំមានអារម្មណ៍ថាព្រលឹងខ្មោចនៅលើខ្លួនឯងនឹងកាន់តែខ្លាំងឡើងខ្ញុំប្រញាប់ប្រាប់គាត់រឿងដែលខ្ញុំឮព្រលឹងខ្មោចនោះនិយាយអញ្ចឹងនិយាយត្រូវហើយគួរតែយន់ការពារខ្លួនរបស់ឯងមានបញ្ហាហើយឲ្យខ្ញុំមើលបន្តិចមកតើពិសិដ្ឋថ្ងៃមុននឹងគាត់បានធ្វើអ្វីដាក់យន់របស់ខ្ញុំទេដឹងខ្ញុំទើបតែត្រៀមយកវាចេញនឹងតែខ្ញុំក្រឡេកមើលឃើញចុងម្រាមដៃរបស់ខ្ញុំនៅតែមានពណ៌ធម្មតាដដែលទេកាលពីមុននឹងពេលព្រលឹងខ្មោចនោះនៅលើខ្លួនរបស់ខ្ញុំខ្លាំងសូម្បីតែចុងម្រាមដៃនិងក្រចកនឹងក៏ប្រែជាពណ៌ខ្មៅដែរខ្ញុំគិតយ៉ាងល្អិតល្អន់នៅអ្វីដែលអាសក់ទើបតែនិយាយអំបញ្ញមិញខ្ញុំនឹងពិសិដ្ឋទៅផ្ទះមេភូមិតែឃើញថាមេភូមិនឹងក៏ជាខ្មោចឆៅដែរខ្ញុំនឹងក៏រត់ចេញមកគាត់ធ្លាប់លើកឡើងពីព្រលឹងខ្មោចជាមួយខ្ញុំទេដូចជាអត់ទេមានតែព្រលឹងខ្មោចដែលតាមខ្ញុំនេះទេដែលបានប្រាប់ខ្ញុំគិតដល់ទីនេះនឹងខ្ញុំក៏ចាប់ផ្ដើមប្រុងប្រយ័ត្នចំពោះអាសក់ដែលនៅទល់មុខនឹងខ្ញុំទឹកមុខរបស់គាត់នឹងមើលទៅដូចជាភ័យឡើងគាត់ឃើញខ្ញុំមិនកម្រើកនឹងភ្នែករបស់គាត់នឹងរៀងក្រឡេកក្រឡាប់ហើយសួរខ្ញុំយ៉ាងម៉េចហើយឯងធ្លាប់និយាយថាខ្ញុំនឹងព្រលឹងខ្មោចនៅលើខ្លួនខ្ញុំនឹងមានកម្មផលតើឯងដឹងថាជាកម្មផលអ្វីទេកម្លាំងខ្ញុំឥឡូវនេះនឹងខ្សោយពេកមិនទាន់អាចកណនាបានឡើយឯងនឹងអាដុលនឹងមិនដឹងថាមានកម្មផលអ្វីទេខ្ញុំធ្លាប់ប្រាប់គាត់ឈ្មោះអាដុលទេគាត់នៅស្ងៀមមួយសន្ទុះចង់បញ្យល់តែខ្ញុំនឹងមិនព្រមស្ដាប់សោះអាសក់នឹងពីមុនធ្លាប់ប្រាប់ខ្ញុំថាព្រលឹងទាំងនេះនឹងអាចប្រើការពង្វក់ដើម្បីបោកបញ្ឆោតចិត្តមនុស្សគ្រាន់តែបិទភ្នែកហើយតាំងចិត្តសូត្រមុនគេថា30វិនាទីនឹងអាចបំបែកវាបានខ្ញុំបិទភ្នែកហើយសូត្រអ្នកមោតាសៈនឹងចំនួន30វិនាទីហើយបើកភ្នែកឡើងវិញពិតមែននៅពីមុខខ្ញុំនឹងគ្មាននរណាម្នាក់ឡើយឮតែសំឡេងអាដុលខឹងចិត្តឡោតនៅក្បែរត្រចៀកខ្ញុំ
ឯងធ្វើអ្វីហេតុអ្វីអាចបំបែកបានខ្ញុំមិនបានខ្វល់ពីគាត់ទេគោលដៅសំខាន់របស់ខ្ញុំឥឡូវនេះគឺរត់ចេញពីកន្លែងនេះដោយសារតែខ្មោចឆៅទាំងនោះនឹងមិនហ៊ានចូលកន្លែងនេះក្នុងនេះច្បាស់ជាមានអ្វីមួយដែលធ្វើឲ្យពួកគេខ្លាចហើយខ្ញុំឃើញមានរូបសំណាកមួយនៅក្នុងនោះនៅក្រោមរូបសំណាកនឹងមានគ្រាប់អង្កាំខ្មៅមួយនេះជាអ្វីមានអារម្មណ៍ថានេះជារបស់សំខាន់ណាស់ហើយមើលទៅស្រាប់តែឮសំឡេងអាដុលថាអាលេងឯងដាក់គ្រាប់អង្កាំនេះចោះទៅវិញទៅកុំរំខានខ្ញុំឯងងើយមើលទៅលើមើលគាត់និយាយដោយសំឡេងគួរឲ្យភ័យខ្លាចខ្ញុំក៏ងើយមើលឡើងលើស្រាប់តែឃើញរូបសំណាកនោះនឹងបើកភ្នែកធំៗហើយសម្លឹងមកខ្ញុំគំនិតរបស់ខ្ញុំពេលនេះច្របូកច្របល់ណាស់អ្វីដែលខ្ញុំគិតតែមួយគត់នឹងគឺខ្ញុំបានរកឃើញរបស់ពិតហើយខ្ញុំមិនដឹងថាបានកម្លាំងចិត្តពីណាទេធ្វើឲ្យខ្ញុំនឹងរត់ចេញទៅខាងក្រៅតែខ្ញុំហាក់ដូចជាគ្មានកម្លាំងបន្តិចណាឡើយឃើញតែដៃមួយនឹងលូកមកពីខាងក្រោយខ្នងអាដុលឆាប់ហោះតាមខ្ញុំមកយើងទាំងពីរនាក់នឹងដូចជាខ្សែតែមួយអញ្ចឹងឯងមានរឿងអ្វីកុំលាក់បាំងឯងឆាប់បោះចោលយ័ន្តការពារខ្លួនឲ្យខ្ញុំនឹងចូលទៅក្នុងខ្លួនឯងមកកុំស្រមៃឲ្យសោះអញ្ចឹងយើងស្លាប់ជាមួយនឹងគ្នាទៅខ្ញុំនឹងមិនបានគិតច្រើនទេអាដុលនឹងចូលក្នុងខ្លួនខ្ញុំហើយតែខ្ញុំនឹងអាចត្រឡប់មកវិញបានទេជាពិសេសនឹងខ្ញុំនឹងគាត់នឹងមិនទាន់ដឹងតែជាកម្មផលអ្វីនឹងគ្នាផងអាដុលនឹងខឹងរហូតនិយាយមិនចេញស្រាប់តែមានពន្លឺខ្មៅនឹងចេញពីក្រោយខ្នងរបស់ខ្ញុំដៃដែលលូកមកនោះនឹងក៏ត្រូវវាយឲ្យខ្ទាតចេញពីខ្នងខ្ញុំនឹងក៏ខំប្រឹងអស់ពីកម្លាំងនឹងដើម្បីរត់ចេញទៅខាងក្រៅមិនហ៊ានសូម្បីតែងាកក្រោយរត់ចេញពីវិហារហើយពួកខ្មោចឆៅទាំងអស់នៅខាងក្រៅនឹងសម្លឹងមកខ្ញុំដោយភ្នែកគួរឲ្យខ្លាចតែពួកគេនឹងមិនហ៊ានចូលមកចិត្តឡើយមើលទៅប្រហែលជាគ្រាប់អង្កាំនេះនឹងពិតជាធ្វើឲ្យពួកគេនឹងខ្លាចពិតមែនខ្ញុំរកផ្លូវមិនឃើញសោះក៏គិតចង់ទៅផ្ទះមេភូមិសិនដើម្បីរកតម្រុយខ្លះដើរទៅដល់ក្បែរនោះនឹងខ្ញុំក៏ឮសំឡេងនៅក្នុងផ្ទះហាក់ដូចជាមាននរណាម្នាក់នឹងកំពុងនិយាយគ្នាពួកគេនឹងពិតជានៅខាងក្នុងនឹងមែនខ្ញុំទើបតែចង់ដើរទៅស្ដាប់ថាពួកគេនឹងកំពុងនិយាយអ្វីស្រាប់តែមានដៃមួយនឹងលូកមកចាប់ស្មាខ្ញុំភ័យអស់រលឹងរលីងហើយងាកមើលទៅខាងក្រោយដោយភ័យខ្លាចគឺមេភូមិសោះហេតុអ្វីគាត់នៅទីនេះក្រែងគាត់នឹងជាខ្មោចឆៅអីហេតុអ្វីគាត់មិនខ្លាចគ្រាប់អង្កាំនេះអញ្ចឹងអ្នកនៅក្នុងផ្ទះនឹងហាក់ដូចជាដឹងរឿងអ្វីមួយក៏បើកទ្វារចេញមកខ្ញុំទើបតែឃើញថាអាសក់នឹងត្រូវបានគេចាប់ចងហើយពិសិដ្ឋនឹងឃើញខ្ញុំនឹងក៏ភ្ញាក់ផ្អើលបន្តិចឯងនៅទីនេះដែរឬល្អហើយមនុស្សនឹងនៅគ្រប់គ្នាល្មមខ្ញុំមិនយល់អត្ថន័យរបស់គាត់តែដឹងថាលើកនេះនឹងប្រកាសជាចប់ហើយខ្ញុំនឹងអាសក់នឹងមើលមកគ្នាតែគាត់នឹងនៅតែមានទឹកមុខស្ងប់ស្ងាត់មិនដឹងកំពុងគិតអ្វីទេអាដុលដែលជាប្រលឹងខ្មោចនៅក្បែរត្រចៀកខ្ញុំនឹងជេរខ្ញុំថាល្ងងខ្លៅមិនឈប់ខ្ញុំនឹងតបទៅវិញដោយមិនពេញចិត្តឯងគិតថាឯងនឹងមិនល្ងងខ្លៅទេឬបើមិនមែនឯងនឹងបដូររិស័យល្អរបស់ខ្ញុំតែខ្ញុំនឹងធ្លាក់ដល់ចំណុចនេះអត់រិស័យល្អស្អីគេខ្ញុំនឹងជ្រួញចិញ្ចើមឯងនឹងគុំនិយាយប្រេះផ្ដាស់រឿងដែលឯងនិយាយនេះនឹងពិតឬអត់ខ្ញុំនឹងមិនទាន់ដឹងនៅឡើយទេទោះបីជាបដូររិស័យក៏ដោយស្ថានភាពរបស់ខ្ញុំឥឡូវនេះនឹងឯងគិតថាខ្ញុំនឹងមានរិស័យល្អមែនពិសិដ្ឋនឹងឮខ្ញុំនិយាយម្នាក់ឯងក៏ឆ្ងល់ជាខ្លាំងគាត់នឹងដើរមកមុខខ្ញុំហើយអង្អែលសក់របស់ខ្ញុំសក់របស់ឯងថែទាំបានល្អណាស់ពិតជាសមនឹងលទ្ធផលដែលខ្ញុំយកពងខ្មោចក្នុងវិហារនោះនឹងធ្វើឲ្យមែនមិននឹកស្មានថាដង្កូវនេះនឹងពិតជារស់ឡើងវិញមែនគួរឲ្យអាណិតតែម្យ៉ាងសក់នេះនឹងលូតលាស់យឺតជាងពងខ្មោចធម្មតាច្រើនណាស់បើមិនមែនអាដុលបំផ្លាញកិច្ចការធំរបស់ខ្ញុំនឹងខ្ញុំក៏មិនបាច់ចាត់ការឯងឥឡូវនេះដែរតើឯងចង់បានអ្វីគាត់នឹងមិនបានខ្វល់ពីខ្ញុំទេគ្រាន់តែឲ្យមេភូមិនឹងនាំខ្ញុំនឹងអាសក់ទៅពួកគេទាំងពីរនាក់នឹងចាប់យើងដើរទៅកាន់ទិសដៅដែលខ្ញុំនឹងធ្វើដំណើរមកខ្ញុំនឹងខំប្រឹងរើបំរាស់ក៏មិនរួចដែរអាសក់នឹងឃើញខ្ញុំតស៊ូនឹងស្រាប់តែយកกระดาษយ័ន្តនឹងចេញពីខោប៉ៅហើយបោះទៅលើមេភូមិមួយវិនាទីបន្ទាប់នឹងមេភូមិនឹងក៏ឆេះដោយអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅខ្ញុំឆ្លៀតពេលនេះនឹងរើខ្លួនចេញអាសក់ក៏ឆ្លៀតពេលភ្លើងឆេះនឹងដុតខ្សែពួរនៅលើខ្លួនគាត់ពិសិដ្ឋនឹងខឹងភ្លាមហើយក៏និយាយថាឯងនឹងសម្ដែងតាមពីដើមមកមែនទេអាសក់តបវិញថាពេលមុននឹងខ្ញុំមិនទាន់ដឹងការពិតឥឡូវនេះនឹងខ្ញុំដឹងច្បាស់ហើយឯងនឹងទៅដល់ភូមិណាក៏នាំដង្កូវខ្មោចចូលទៅភូមិនោះដែរមនុស្សនៅក្នុងភូមិនេះនឹងត្រូវបានឯងនឹងប្រែក្លាយពួកគេទៅជាខ្មោចឆៅទាំងអស់ដូច្នេះនឹងឯងក៏យកប្រេងលិបសក់ដែលលីពងខ្មោចនិងខ្លាញ់ខ្មោចនឹងឲ្យអ្នកខាងក្រៅដើម្បីឲ្យពួកគេនឹងក្លាយជាទ័ពសម្រាប់ចិញ្ចឹមពងខ្មោចឯងនេះហើយរងចាំពួកគេក្លាយជាក្រុងឆ្អឹងខ្មោចហើយឯងនឹងក៏ប្រមូលដង្កូវខ្មោចនោះនឹងមកវិញចំណែកឯអាសក់គាត់នឹងក៏ក្រឡេកមើលខ្ញុំហើយបន្តនិយាយថាគាត់នឹងគឺជាវត្ថុពិសោធន៍ថ្មីរបស់ឯងហើយឯងប្រើក្រុងឆ្អឹងខ្មោចរបស់អ្នកភូមិនឹងដើម្បីធ្វើរូបសំណាកហើយចាប់យានរបស់ពួកគេនឹងដាក់នៅក្នុងនោះដើម្បីភ្ញាស់ពងស្ដេចខ្មោចតែមិនបានជោគជ័យដូច្នេះឯងនឹងក៏ចែកពងដង្កូវខ្លះនឹងដាក់នៅក្នុងប្រេងលិបសក់របស់អាលេងដើម្បីឲ្យគាត់នឹងក្លាយជាគ្រឿងបូជាសម្រាប់ជំរុញពងដង្កូវស្ដេចខ្មោចឯងបានធ្វើអំពើអាក្រក់ប៉ុន្មានឆ្នាំហើយឯងនឹងទទួលកម្មផលទាំងនេះមិនខានទ
ទោះបីជាឯងនឹងដឹងហើយក៏ដោយតែឯងនឹងធ្វើអ្វីបានគាត់ក្រវីដៃហៅមេភូមិដែលនៅក្នុងព្រុកភ្លើងនោះងើបឡើងមកវិញខ្ញុំក៏ងាកមើលក្របអង្កាំខ្មៅនៅក្នុងដៃរបស់ខ្ញុំនេះជាអ្វីដែលអសក់និយាយពងដង្កូវស្ដេចខ្មោចមែនអត់ខ្ញុំស្រាប់តែមានគំនិតមួយនឹងព្រេងលៀបសក់មានដង្កូវស្ដេចខ្មោចខ្ញុំក៏ខ្ចីកម្លាំងរបស់វាបានដែរអត់មើលទៅខ្ញុំយកថ្មីនឹងខំចង្អុលដៃហើយបន្តឈាមចូលទៅក្នុងក្របអង្កាំនោះក្របអង្កាំខ្មៅនឹងក៏ប្រែជាក្រហមបន្តិចម្ដងខ្ញុំបិទភ្នែកដោយភ័យខ្លាចពេកតែវានឹងមិនបានធ្វើឲ្យខ្ញុំឈឺចាប់ទេផ្ទុយទៅវិញវាបានបញ្ចេញកម្លាំងការពារមិនយូរប៉ុន្មាននឹងក្របអង្កាំនឹងក៏រួមតូចហើយរលាយចូលទៅក្នុងខ្លួនរបស់ខ្ញុំបាទខ្ញុំភ្ញាក់ផ្អើលរហូតនិយាយមិនចេញអាសក់នឹងរត់មកមើលខ្ញុំដោយទឹកមុខភ្ញាក់ផ្អើលឯងបានផ្សារភ្ជាប់ជាមួយនឹងស្ដេចដង្កូវខ្មោចហើយខ្ញុំចឹងទីខ្ញុំស្លាប់ទៅមិនស្លាប់ទេឯងថែមទាំងអាចបញ្ជាដង្កូវបានទៀតផងតែបើឯងគ្រប់គ្រងមិនបានហ្នឹងឯងក៏ត្រូវដង្កូវស្ដេចខ្មោចហ្នឹងលេបត្របាក់ស្មារតីផងដែរពិសិដ្ឋហ្នឹងមានសភាពមិនសុខចិត្តក្នុងភ្នែកគាត់នឹងខំប្រឹងអស់ពីសមត្ថភាពអាចបញ្ជាដង្កូវខ្មោចបានតែមួយភ្នែកតែខ្ញុំនឹងមិនបានធ្វើអ្វីផងក៏បានផ្សារភ្ជាប់ជាមួយនឹងដង្កូវស្ដេចខ្មោចបាត់ទៅហើយអាសក់នឹងដុតក្រដាសយ័ន្តមួយសន្លឹករួចហៅវិញ្ញាណអាដុលនឹងឲ្យចេញមកខ្ញុំនឹងទើបនឹកឃើញថាអាដុលនឹងក៏នៅទីនេះដែរញៀនឯងនឹងខ្សោយពេកហើយបើនៅតែបន្តនៅលោកនេះនឹងឯងអាចនឹងចាប់ជាតិមិនបានទេហេតុអ្វីខ្ញុំត្រូវចាប់កំណើតគាត់នឹងបដូររិស័យល្អរបស់ខ្ញុំហើយសោយសុកទៀតឯខ្ញុំវិញបានត្រឹមឈុំមើលប៉ុណ្ណោះគាត់នឹងមិនបានបដូររិស័យរបស់ឯងទេកម្មផលរបស់ឯងនឹងគឺមកតាំងពីក្មេងបើតាមខ្ញុំគិតមិនខុសទេនឹងគាត់គួរតែបានជួយឯងនឹងឲ្យផុតពីថ្នាក់ម្ដងកាលពីក្មេងយ៉ាងទៀតរឿងដែលឯងនិយាយថាបដូររិស័យនឹងឯងដឹងមកពីនរណាគេខ្ញុំឮពីលោកគ្រូនៅក្រោមស្ពានសាលាខ្ញុំនឹងប្រញាប់បើករូបថតមួយនៅក្នុងទូរស័ព្ទគាត់នឹងមែនអាដុលក៏ងក់ក្បាលគាត់គឺជាគ្រូបោកប្រាស់ទេគាត់នឹងនិយាយពាក្យនេះនឹងជាមួយមនុស្សជាច្រើនហើយរូបថតត្រូវបានគេបិទនៅលើជញ្ជាំងដើម្បីឲ្យអ្នកទាំងអស់គ្នាប្រុងប្រយ័ត្នគាត់ច្បាស់ជាបាននិយាយថាឯងនឹងគួរតែកើតក្នុងត្រកូលអ្នកមានជីវិតរុងរឿងតែត្រូវបានគេបដូររាសីមែនទេគ្រូបោកនេះនឹងនិយាយបែបនេះនឹងជាមួយមនុស្សគ្រប់គ្នានៅក្នុងមហាវិទ្យាល័យយើងនឹងមានមនុស្ស5នាក់ហើយដែលបានគាត់នឹងបោកលុយហើយបានទៅរកប៉ូលីសរួចហើយហេតុអ្វីឯងសម្លាប់ខ្លួនគ្រូនោះនឹងជាគ្រូដែលមានមន្តអាគមខ្មៅទី1នឹងគាត់ចង់បានលុយទី2គឺត្រូវសម្លាប់ខ្លួនរួចយកខ្លួនប្រាណរបស់គាត់ប្រើសិនហើយគាត់បាននិយាយទៀតថាក្នុងខ្លួនខ្ញុំនឹងមានដង្កូវខ្មោចទៀតផងពិបាកកិច្ចផុតពីសេចក្តីស្លាប់ណាបើឲ្យលុយគាត់ច្រើននឹងគាត់អាចជួយបានខ្លះតែដោយសារខ្ញុំនឹងគ្មានលុយពិតជាមន្តអាគមខ្មៅមែនទី1នឹងគាត់ចង់បានលុយពីឯងទី2នឹងគាត់ចង់បានវិញ្ញាណរបស់ឯងនឹងកើតនៅថ្ងៃទី15ខែ10មែនអត់អាដុលក៏ងក់ក្បាលត្រូវហើយអញ្ចឹងឯងនឹងជាវត្ថុល្អសម្រាប់ហាត់វិញ្ញាណខ្មោចពេលឯងស្លាប់ហើយនឹងគាត់អាចចាប់ឯងនឹងធ្វើជាកូនខ្មោចរបស់គាត់បានដរាបណាឯងនឹងជឿគាត់នឹងមិនខាតបង់អ្វីទាំងអស់អាសក់នឹងបានយកក្រដាសជ័រមួយសន្លឹកបិទលើថ្ងាសរបស់គាត់ដឹងរឿងច្បាស់ហើយចាប់កំណើតទៅកុំឲ្យហួសពេគាត់ចាប់ផ្ដើមសូត្រមន្តដាក់អាដុលឲ្យគ្នាសុំទោសផងអាលេងមានជាតិក្រោយយើងនឹងធ្វើជាបងប្អូននឹងគ្នាទៀតមួយសន្ទុះក្រោយនឹងប្រឡឹងគាត់នឹងក៏រសាត់បាត់បន្តិចម្ដងអាដុលនឹងចេញទៅហើយអាសក់នឹងក៏យកទូរស័ព្ទគាត់នឹងចេញពីកាបូបខ្ញុំមើលទៅដោយងឿងឆ្ងល់កន្លែងនេះមានសេវាដែរអីគាត់ចុចទូរស័ព្ទមួយផ្លែតនឹងក៏បានប្រាប់ខ្ញុំថាខ្ញុំបានតាក់ទងបងស្រីរបស់ខ្ញុំហើយគាត់នឹងមកទទួលយើងហើយដោះស្រាយរឿងនៅទីនេះហើយគាត់នឹងនាំពិសិដ្ឋទៅកន្លែងគាត់ដើម្បីលុតដំជាមិនខានមនុស្សអាក្រក់បែបនេះនឹងមានកន្លែងសម្រាប់ពួកគេនឹងទៅតែម្ដងមិនយូរប៉ុន្មាននឹងបងស្រីរបស់អាសក់នឹងក៏មកដល់ពួកគេនឹងបញ្ជូនខ្ញុំនឹងត្រឡប់ទៅសាលារៀនវិញមុនពេលចាក់ចេញនឹងបងស្រីរបស់គាត់បានគូយ័ន្តមួយនឹងនៅលើថ្ងាសរបស់ខ្ញុំបានគូយ័ន្តបិទបាំងដង្កូវស្ដេចខ្មោចបណ្ដោះអាសន្នហើយបើមានអ្វីខុសប្រក្រតីឯងនឹងមកជួបពួកយើងបានម្ដងទៀតខ្ញុំងក់ក្បាលហើយត្រឡប់ទៅបន្ទប់វិញឃើញថាបន្ទប់ទទេស្អាតខ្ញុំនឹងក៏មានអារម្មណ៍ថាព្រឺរោមបន្តិចដែរនៅលើគ្រែរបស់ពិសិដ្ឋនឹងមានក្រដាសមួយនឹងធ្លាក់ចុះមកខ្ញុំនឹងរើវាឡើងឃើញមានសរសេរថាជួយខ្ញុំផង3ពាក្យនេះជាអក្សររបស់ពិសិដ្ឋតើដើមឡើយពិសិដ្ឋនឹងបានបាត់បង់ជីវិតតាំងពី3ខែមុនមកម្លេះហានិយាយអញ្ចឹងពិសិដ្ឋឥឡូវនេះនឹងគឺគ្រាន់តែជាបិសាចពាក់ស្បែកមនុស្សតែប៉ុណ្ណោះ